សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel I Talk English ជាថ្មីហើយថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយបាទសម្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនពាក្យមួយចំនួនបាទដែលតាក់ទងទៅនឹងសម្ភារៈមួយចំនួនក្នុងការជួសជុលម៉ូតូនេះបើជាពិសេសសម្រាប់ជាងម៉ូតូហើយគាត់ចង់ចេះភាសាពាក្យជាភាសាអង់គ្លេសបាទវីដេអូនេះគឺល្អសម្រាប់គាត់បាទអូខេតោះអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចរៀនបានដែរនៅក្នុងវីដេអូនេះក្រៅពីជាងម៉ូតូអញ្ចឹងណាបាទអូខេឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅក្នុងមេរៀនទាំងអស់គ្នាបាទពាក្យថាកូនសោបាទអ្នកទាំងអស់គ្នាឃើញរូបនេះស្គាល់ហើយសោលេខប្រមាណហ្នឹងអញ្ចឹងសោរបៀបហ្នឹងបាទភាសាអង់គ្លេសយើងអាចប្រើបានពីរអាចថា wrench ហើយមួយទៀតយើងប្រើ spanner បាទកូនសោទល់ល្វីសបាទទាំងអស់គ្នាស្គាល់ទល់ល្វីសឬដល់ពេលទៅសេប្រយ័ត្នអត់ចេះទៅសេណាបាទយើងសរសេរតួនៅវីសអង់គ្លេសយើងហៅថា screwdriver ទល់ល្វីសសោតាន់បាទសោតាន់អង់គ្លេសយើងហៅថា Allen keys សោតាន់តកាប់បាទតកាប់យើងហៅថា plier ដង្កាប់ឧបករណ៍ស្ទង់បាទស្ទង់ភ្លើងស្ទង់អីហ្នឹងជាងម៉ូតូគាត់ស្គាល់ហើយបាទភាសាអង់គ្លេសហៅថា multimeter ឧបករណ៍ស្ទង់ភ្លើងវាស់ភ្លើងទម្រើប្រេងបាទអានេះខ្ញុំអត់ដឹងដែរប៉ុន្តែគេថាទម្រើប្រេងឬគេហៅកឡប្រេងខ្ញុំអត់ដឹងបាទអញ្ចឹងអង់គ្លេសយើងហៅថា oil pan អានេះបើយើងនិយាយពីពាក្យមួយ oil គឺប្រេងហើយ pan ហ្នឹងគឺអាខ្ទះយើងឆាម្ហូបអីហ្នឹងបាទហ្នឹងយើងហៅ pan ខ្ទះប៉ុន្តែដល់ជាមួយ oil pan បាទហ្នឹងគេហៅថាទម្រើប្រេងបាទនេះប្រដាប់លើកម៉ូតូបាទគេហៅប៉ុងលើកម៉ូតូអញ្ចឹងដូចឡានដូចអីដែរណាបាទប៉ុងលើកម៉ូតូអង់គ្លេសយើងហៅថា motorcycle lift បាទពាក្យ lift ហ្នឹងបើយើងបកប្រែទូទៅយើងហៅថាលើកអីមួយអញ្ចឹងណាអាចណ្ដើរយន្តប្រអប់ដែលយើងប្រើនៅតាមEON នៅតាមផ្សារទំនើបអីហ្នឹងបាទហ្នឹងយើងហៅ lift ដែរអាចណ្ដើរយន្តប្រអប់ណាហ្នឹងហើយវាលើកយើងឡើងទៅលើអញ្ចឹងទៅបាទអញ្ចឹងប៉ុងលើកម៉ូតូបាទយើងហៅថា motorcycle lift អានេះប្រដាប់កាត់ចង្វាក់បាទប្រដាប់កាត់ចង្វាក់ឬក៏ហៅថាឧបករណ៍កាត់ចង្វាក់ម៉ូតូហ្នឹងយើងហៅថា chain breaker tool បាទពាក្យថា chain ហ្នឹងគឺចង្វាក់ tool ហ្នឹងគឺឧបករណ៍ហើយអា breaker ហ្នឹងវាមកពីពាក្យ break បំបែកកាច់បាក់អីហ្នឹងបាទអញ្ចឹងតែ breaker វាជាអ្នកបំបែកអ្នកកាត់អីចឹងទៅបាទអញ្ចឹងពាក្យហ្នឹងយើងហៅថា chain breaker tool ឧបករណ៍កាត់ច្រវាក់ម៉ាស៊ីនហ្នឹងយើងហៅ engine ម៉ាស៊ីនumbrella បាទជាងតោគាត់ស្គាល់ដែរ umbrella ហ្នឹងយើងហៅថា clutch អង់គ្លេសណា clutch បាទ umbrella ហ្វ្រាំងបាទហ្វ្រាំងយើងហៅថា brake ហ្វ្រាំងឡានហ្វ្រាំងម៉ូតូអីហ្នឹងបាទយើងប្រើដូចគ្នា brake ច្រវាក់ chain ច្រវាក់ប្រអប់លេខបាទប្រអប់លេខម៉ូតូប្រអប់លេខឡានអីហ្នឹងយើងហៅ gearbox បាទ gear ណាយើងនិយាយថា gear ហ្នឹងណាបាទ gearbox buoy បាទ buoy អង់គ្លេសយើងហៅថា spark plug buoy បេនសាំងអង់គ្លេសយើងហៅថា carburetor
carburetor បាទបេនសាំងតម្រងខ្យល់បាទអ្នកមានម៉ូតូស្គាល់ហើយម៉ូតូពួក scooter របស់យើង Zoomer Scope 2ហ្នឹងបាទត្រូវតែមានតម្រងខ្យល់អញ្ចឹងអាហ្នឹងយើងហៅថា air filter តម្រងខ្យល់បំពង់ស៊ីម៉ាំងបាទបំពង់ស៊ីម៉ាំងយើងហៅថា exhaust បំពង់ស៊ីម៉ាំងអាគុយបាទអាគុយយើងហៅថា battery អានេះសម្រាប់ម៉ូតូហើយឡានប៉ុន្តែបើយើងប្រើពាក្យ battery ជាមួយនឹងឧបករណ៍តូចដូចកាមេរ៉ាដូចទូរស័ព្ទអានឹងយើងប្រើថ្មវិញប៉ុន្តែអង់គ្លេសយើងប្រើដូចគ្នា battery បាទអញ្ចឹងអានេះយើងនិយាយពីម៉ូតូយើងថាអាគុយបូមបាទបូមម៉ូតូ shock absorbers បាទបូមម៉ូតូបូមឡានអីហ្នឹងបាទសម្បកកង់បាទសម្បកកង់យើងអានថា tire បាទសម្បកកង់បាទអានេះពេលបែកកង់ពេលដែលបែកកង់អង់គ្លេសយើងហៅថា flat tire បាទបែកកង់អស់អាគុយបាទអស់អាគុយហ្នឹងយើងហៅថា dead battery មានថាអាគុយហ្នឹងវាងាប់ហើយបាទវាអស់អាគុយយើងអាចប្រើជាមួយទូរស័ព្ទក៏បានដែរបាទដូចថា my phone is dead ចឹងទៅទូរស័ព្ទខ្ញុំអស់ថ្មហើយហ្នឹងអញ្ចឹងអស់អាគុយលេចប្រេងបាទឡានម៉ូតូនឹងពេលមានបញ្ហាលេចប្រេងបាទយើងហៅថា oil leak បាទ oil ហ្នឹងប្រេងអា leak ហ្នឹងគឺលេចបាទលេចអីមួយហ្នឹងគេប្រើ leak ហើយបាទអូខេអត់ឆេះពេលយើងដេពេលយើងធាក់អត់ឆេះអីហ្នឹងបាទគេហៅ misfire បាទអត់ឆេះអានេះពេលក្តៅខ្លាំងបាទពេលក្តៅខ្លាំងគេហៅថា overheating បាទវាឡើងកម្ដៅបាទដូចយើងជិះឡានអត់ចាក់ទឹកអត់ចាក់អីណាបាទអូខេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្នេះហើយសង្ឃឹមថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាបាទដែលតាក់ទងទៅនឹងគ្រឿងធ្វើម៉ូតូបាទអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តបាទបើមានចម្ងល់ឬក៏មានសំណួរអីតាក់ទងនឹងវីដេអូអាចប្រាប់ខ្ញុំនៅក្នុង comment ហើយខ្ញុំនឹងព្យាយាមបាទឆ្លើយសំណួរអ្នកទាំងអស់គ្នាអូខេអរគុណច្រើនអញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងចុះហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត